តម្លៃមាសបានធ្លាក់ចុះជាបន្តបន្ទាប់នៅប្រមាណថ្ងៃចុងក្រោយនេះពលគឺបានធ្លាក់ចុះមកនៅត្រឹម$397ក្នុង1ជីខណៈកាលពីសប្តាហ៍មុននេះមានតម្លៃរហូតដល់$405ក្នុង1ជីយោងតាមក្រសួងព័ត៌មានអ្នកវិភាគសេដ្ឋកិច្ចទីផ្សារមាសនៅប្រទេសកម្ពុជាបានឲ្យដឹងថាគឺត្រឹមថ្ងៃទី29មិថុនាតម្លៃមាសបានធ្លាក់ចុះជាង$80ក្នុង1តម្លឹងបើធៀបនឹងសប្តាហ៍មុនបានហក់ឡើងដល់ជាង$4000ក្នុង1តម្លឹងអ្នកវិភាគសេដ្ឋកិច្ចបានឲ្យហេតុផល3យ៉ាងនៃការធ្លាក់ចុះនៃតម្លៃមាសនេះហេតុផលទី1គឺមកពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលបានធ្វើឡើងកាលពីថ្ងៃទី24មិថុនាទី2គឺការរំសាយក្តីបារម្ភទាក់ទងទៅនឹងគោលនយោបាយដំឡើងពន្ធនាំចូលអាមេរិករបស់លោកត្រាំដែលពេលនេះបានចាប់ផ្ដើមសម្រុះសម្រួលលើពន្ធបរិខាផ្សេងៗជាពិសេសគឺភាពតានតឹងរបស់អាមេរិកនិងចិនដែលបានកំណត់ត្រឹមថ្ងៃទី9កក្កដាខាងមុខនេះនិងទី3គឺតម្លៃមាសធ្លាក់ចុះពីព្រោះលុយនឹងការវិនិយោគមួយចំនួននៅពេលនេះបានងាកទៅបាញ់ឈ្មោះទៅលើទីផ្សារស្តុកភាគហ៊ុនទៅវិញសូមបញ្ជាក់ថាតម្លៃមាសនៅទីផ្សារកម្ពុជាបានធ្លាក់ចុះពី$405មកនៅត្រឹម$397ក្នុង1ជីនេះបានកាត់ឡើងបន្ទាប់ពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះពី$3,327ក្នុង1អោនមកនៅត្រឹម$3,288ក្នុង1អោន